ជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំបានទៀតហើយនៅវីដេអូថ្មីហើយនេះគឺបងប្អូនមើលខ្លែងដែលខ្ញុំទៅធ្វើហើយនេះបងប្អូននេះរៀនធ្វើមួយទៀតហើយគឺរៀនធ្វើអាខ្លែងស្លាប់ធ្លាក់មានអីខនមើលដែរតើបងប្អូនយើងរៀនធ្វើរៀនកាច់កូនរៀនកាច់កូនរៀនកាច់ចុងស្លាបនេះកាច់មិនកាច់ទេពុតលែងបាក់ឲ្យបងប្អូនមុនខ្ញុំពុតបាក់ដល់ឥឡូវទៅរៀនពីពួកម៉ាក់ខ្ញុំទៅរៀនពីគេមកហើយយើងតាំងចិត្តធ្វើទៅឥឡូវពុតលែងបាក់ហើយចឹងនឹងឲ្យឡើងនេះឡើងកូននេះក៏ពុតលែងបាក់ដែរដោយសារតែនេះខ្ញុំពុតលែងបាក់ដោយសារអីឥឡូវយើងបិទហើយយើងមើលឃើញបិទកំណាត់ហើយខ្ញុំតបងប្អូនខ្ញុំតតែពួកម៉ាក់ខ្ញុំគេធ្វើចឹងដែរចឹងខ្ញុំធ្វើតាមគេដែរតែតែយើងរៀនធ្វើទេយើងមិនមែនអ្នកចេះចឹងគឺខ្ញុំតបងប្អូនតធំនេះអាពីនេះយើងយកខាងពោះនេះសម្រាប់បងប្អូនដែលអត់ចេះធ្វើសុទ្ធដូចខ្ញុំគឺមើលវីដេអូនេះត្រូវហើយអានេះយើងយកខាងពោះមកលើមកតែពេលចឹងយើងពុតមកលើមកវាអត់ចេះបាក់ទេខាងពោះនោះដល់ពេលចឹងយើងពុតខាងលើមកដល់នេះយើងយកខាងពោះដូចគ្នាយើងយកមកដល់នេះពុះដល់ពេលយើងពុតអានេះយើងពុតតនោះយើងយកខាងពុះដែរអញ្ចឹងពុះនេះមកក្រោមអញ្ចឹងគឺវាអត់បាក់ទេយើងពុតវាស្រួលបួលទៅគឺវាអត់បាក់ទេហើយយើងយកមកប៉ះគ្នាយកមកចងអោបគ្នាមកយើងយកមកតគ្នាហៅថាតអាហ្នឹងណាអញ្ចឹងគឺយើងតមកនេះមកហើយអានេះខាងពុះមកនេះអានេះពុះទៅលើចេះជឹងគឺវាអត់ចេះបាក់ទេហើយវាស្អាតទៀតយកបានកោងស្អាតទៀតបងប្អូនអញ្ចឹងគឺអានេះវាចំណុចមួយដែលល្អម្យ៉ាងដែរសម្រាប់ខ្ញុំចែកចម្លែកបងប្អូនយើងដែលគាត់រៀនធ្វើសម្រាប់បងប្អូនយើងឥឡូវគេចេះធ្វើច្រើនណាបងប្អូនគេធ្វើស្អាតហើយល្អប៉ុន្តែនេះគឺខ្ញុំចែករំលែកសម្រាប់អ្នកដែលគាត់អត់ចេះធ្វើសោះដើម្បីគាត់ចេះធ្វើដែរអញ្ចឹងណាពួកខ្ញុំក៏អ្នកអត់ចេះធ្វើខ្ញុំរៀនធ្វើដែរឲ្យពួកម៉ាក់ខ្ញុំធ្វើឲ្យដែរប៉ុន្តែគាត់រវល់តែគាត់ធ្វើខ្លែងឲ្យភ្ញៀវអត់ទាន់អញ្ចឹងក៏ចាំគេយូរទៅធ្វើខ្លួនឯងទៅអញ្ចឹងគឺអត់មានអីច្រើនទេបងប្អូនហើយសម្រាប់កន្លែងនេះអីគឺយើងស្រួលទេយើងនេះយើងដាក់ពុះឡើងទៅលើនេះពុះឡើងទៅលើយើងកោងវាទម្លាក់តិចមកពុតវាកោងទម្លាក់ហើយយើងចងខ្សែនេះកន្លែងនេះចងខ្សែឡើងនេះចងខ្សែឡើងនេះវាអញ្ចឹងវាទាញទៅទាញមកចងជាមួយនេះណាទាញស្មើគ្នាខ្សែនេះក៏យើងដាក់ប្រវែងស្មើគ្នានេះដាក់ប្រវែងស្មើគ្នានេះអញ្ចឹងយើងពុតបានប្រហែលគ្នាគឺអត់មានអីពិបាកទេបងប្អូនគ្រាន់តែវាក៏មិនស្រួលដែរសម្រាប់តែយើងនេះអត់ចេះសោះអញ្ចឹងអរគុណច្រើនបងប្អូនវីដេអូយើងមានតែប៉ុណ្ណឹងទេហើយធ្វើហើយអត់ទាន់បានសាកទេដោយសារតែគ្រាន់តែធ្វើហើយភ្លាមអស់ខ្យល់លីងចឹងចាំជួបគ្នានៅពេលដែលខ្ញុំយកទៅសាក់ចាំមើលថាខ្លែងហ្នឹងវាហោះអត់ហ៎បងប្អូនដោយសារតែខ្ញុំបងប្អូនដឹងត្រាប់ហើយគឺអ្នកធ្វើខ្លែងគឺអត់ដែលហោះខ្ញុំធ្វើអត់ដែលហោះទេចឹងចាំជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងយកខ្លែងហ្នឹងយកទៅបង្ហោះបងប្អូនចឹងអរគុណច្រើនបងប្អូនជួបគ្នាវីដេអូក្រោយយើងមានតែប៉ុណ្្នឹងទេជម្រាបលាបងប្អូន